អ្នកលក់ឯណាក៏ចិត្តបានថ្នាក់សួរនាំរហូតអញ្ចឹងណាអូនហើយបងសប្បាយចិត្តណាអូនអើយតាមឃើញក្រុមហ៊ុននឹងមួយល្អមែនតែនហើយបងក៏សប្បាយចិត្តនឹងទិញអញ្ចឹងទោះអស់លុយប៉ុន្មានក៏អត់ស្ដាយដែរព្រោះបានអូនផ្ដល់ជាបល់ឲ្យបាត់ឈឺច្រើនហ្មងអូនកន្លែងណាក៏អត់ឈឺដែរបាត់ហ្មងចឹងនិយាយថាពីមុនមកគឺបងឈឺអញ្ចឹងណាអូនប៉ះវាក៏ឈឺយើងធ្វើការអីបន្តិចក៏ឈឺតែឥឡូវនេះអត់មានសោះហ្មងអូនចង់ថាយើងធ្វើអីក៏អត់អីយើងធ្វើអីនិយាយរួមអត់ដឹងឈឺដូចថាបាត់ហ្មងអូនបាត់តែហ្មងអត់ដឹងឈឺទេគ្រាន់តែថាឥឡូវហ្នឹងបើការឈឺហ្នឹងគឺអត់មានទេប៉ុន្តែបងមានអារម្មណ៍ថាវាដូចរៀងពេលយើងលាបទៅមានអារម្មណ៍ដូចរៀងកាហាយមិនទេអូនរៀងកាហាយតែបើឈឺអត់ឈឺទេបងប៉ះវាមិនក៏អត់ឈឺដែរស្ទាបមិនក៏អត់ដឹងឈឺដែរប៉ុន្តែគ្រាន់តែថាពេលយើងលាបហើយមានអារម្មណ៍ថារៀងកាហាយអញ្ចឹងណាអូនកាហាយមានអារម្មណ៍ដូចក្តៅអញ្ចឹងមានអារម្មណ៍ថាក្តៅវិញវាអត់ឈឺទេតែមានអារម្មណ៍ថាពេលយើងលាបយើងអីទៅយើងពាក់អាវក្នុងយើងទៅហើយមានអារម្មណ៍ថាកាហាយរៀងក្តៅអញ្ចឹងអូនមានវាមានតែប៉ុណ្្នឹងឯងតែបើការឈឺចាប់អត់មានសោះហ្មងអត់មានទេបាត់ហ្មងអូនបាត់ 100% ហ្មងអត់ឈឺហ្មងការឈឺចាប់មិនថាតែសដន់របស់យើងឯងសំបីតាសរសៃស្បូនបងដែលបងធ្លាប់ធ្វើការរៀងធ្ងន់បន្តិចកាន់អីបន្តិចយួរអីបន្តិចនិយាយរួមឲ្យតែធ្វើអីរៀងដូចថាប្រើកម្លាំងអីបន្តិចដឹងតែចាប់តាមនឹងសំបីតាដើរអូនយើងដើររៀងអាលាក់អីបន្តិចឬក៏ជិះម៉ូតូអីរៀងអាលាក់អីបន្តិចក៏បងឈឺចាប់តាមសរសៃយើងហ្នឹងសរសៃពោះយើងហ្នឹងតែឥឡូវអត់សោះហ្មងចង់ធ្វើអីចង់លើកអីចង់សែងអីក៏អត់ដឹងអត់ឈឺហ្មងអូនបងថាបកកាយមែនតើឡើងហ្នឹងហើយប្តីរបស់បងគាត់ឈឺចង្កេះហើយគាត់ឲ្យបងលាបឲ្យថាលាបទៅដឹងតែបាត់ហ្មងគាត់ថាបកែមិនដឹងឲ្យដាក់ទៅដឹងឲ្យបាត់ឈឺហើយចង្កេះប្តីរបស់បងគាត់ធ្វើការរៀងធ្ងន់អញ្ចឹងគាត់ឈឺខ្លាំងលាបតែម្ដងពីរដងដឹងតែបាត់ឈឺភាគច្រើនគឺបាត់ឈឺច្រើនហ្មងអូនកន្លែងណាក៏អត់ឈឺដែរបាត់ហ្មងហើយបងសប្បាយចិត្តណាអូនអើយបានអូនជួយសួរនាំរហូតអញ្ចឹងវាអត់ដូចថ្នាំគេផ្សេងដែលយើងប្រើហើយទិញហើយបានមកហើយសូម្បីតែសួរយើងថាបងឯងបាននៅអីនៅក៏អត់មានដែរដល់បងឯងសួររហូតប្រាប់រហូតអញ្ចឹងទោះជាត្រូវមិនត្រូវក៏សប្បាយចិត្តដែរអូនសប្បាយចិត្តមែនថាបងអត់ដើរបានអ្នកលក់ឯណាក៏ចិត្តបានថ្នាក់សួរនាំរហូតអញ្ចឹងណាអូនតាមឃើញក្រុមហ៊ុននឹងមួយល្អមែនតែនហើយបងក៏សប្បាយចិត្តនឹងទិញអញ្ចឹងទោះអស់លុយប៉ុន្មានក៏អត់ស្ដាយដែរព្រោះបានអូនផ្ដល់ជាបល់ឲ្យពិភាក្សាឬក៏ជួយពិភាក្សាបងអញ្ចឹងណាបងសប្បាយចិត្តណាអូន